ជាបច្ចេកវិទ្យាក្នុងស្រុកហើយអាចធ្វើការងារអភិវឌ្ឍបច្ចេកវិទ្យាប្រើប្រាស់នៅក្នុងស្រុកវិស្វករជនជាតិខ្មែរជាមួយនឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់ខ្មែរយើងបង្កើតបច្ចេកវិទ្យានេះឡើងយើងមានគោលការណ៍ដែរសម្រាប់វិស័យយើងនៅក្នុងស្រុកស្រាប់ជាគោលការណ៍របស់យើងទី1យើងផ្ដោតទៅលើបច្ចេកវិទ្យាដែលងាយដំឡើងងាយថែទាំទី2គឺទំនើបកម្មរយៈពេលខ្លីទី3គឺការវិនិយោគបូកមួយមិនផ្លាស់ប្ដូរចុងក្រោយបច្ចេកវិទ្យា SCADA ថ្មីចំនួន IoT បូកជាមួយ data នាំឲ្យមានភាពងាយស្រួលប្រើប្រាស់ប្រព័ន្ធ MF កើតឡើងគឺសម្រាប់ធ្វើដំណើរកម្មលើបណ្ដាញចែកចាយអគ្គិសនីតាំងចុងទាបនៅក្នុងបន្ទប់ភ្លើងដែលផ្លាស់ប្ដូរពីការចុះទៅត្រួតពិនិត្យដោយផ្ទាល់មកទៅជាការគ្រប់គ្រងតាមរយៈប្រព័ន្ធ Digital វិញសម្រាប់បញ្ហាប្រឈមដែលបងប្អូនអគ្គិសនីបានជួបហ្នឹងគឺមានដូចជាការឡើងកម្ដៅលើខ្សែដែលយើងពុំអាចដឹងហើយចំណាយពេលវេលាក្នុងការទាញយកព័ត៌មានពីបន្ទប់ភ្លើងដែលយើងមានបញ្ហាហ្នឹងក៏ដូចជាត្រូវប្រើប្រាស់ឧបករណ៍មួយចំនួនដូចជា Climater តាក់ម៉ូដើម្បីទៅបាញ់កម្ដៅក៏ដូចជាវាស់លើ feeder មួយអញ្ចឹងក្រុមការងារមានការលំបាកពីព្រោះយើងដឹងថាតើបញ្ហាហ្នឹងអតិបមានៅពេលណាទេនៅពេលដែលយើងចុះហ្នឹងគឺចុះទៅវាស់នៅពេលខណៈមួយដែលយើងគិតថាវាឡើងប៉ុន្តែជាក់ស្ដែងវាអាចប្រែប្រួលទៅតាមការប្រើប្រាស់របស់អតិថិជនពីមុនយើងមិនទាន់បានតម្លើងប្រព័ន្ធ LMS មិនបានទទួលព័ត៌មានអ្វីពីទិន្នន័យនៅក្នុងបន្ទប់ភ្លើងក្រោយពីយើងបានតម្លើង DLC 015យើងទទួលបានទិន្នន័យទៅលើការប្រើប្រាស់24ម៉ោងលើ24ម៉ោងរបស់ Transfo សីតុណ្ហភាពរបស់ Transfo បន្ទប់ប្រើប្រាស់ចេញពី LVDB គ្រប់ feeder ដែលយើងបានបំពាក់យើងបានកាត់បន្ថយនៅការប្រើប្រាស់កម្លាំងចុះទៅផ្សាយផ្ទាល់ដើម្បីយកព័ត៌មានពី Transfo ទទួលបាននូវការបង្ការនៅហានិភ័យផ្សេងៗពីការប្រើប្រាស់ក្នុងបន្ទប់ភ្លើងពីព្រោះយើងទទួលបានព័ត៌មានលម្អិតពីការប្រើប្រាស់បន្ទប់ភ្លើងនិង feeder ចេញពីបន្ទប់ភ្លើងយើងអាចប៉ាន់ឆ្មាន់ថាទីតាំងអាចត្រូវបន្ថែមបន្ទុកឬក៏បន្ថែម Transfo ដើម្បីធានានូវស្ថិរភាពជូនអតិថិជន VP Start, innovation through technology.